เด็กมันไปที่ไอโยตระนักทางลงตื่นไอก็พูดไปได้ในมุ้งลงจากลีน่ะเฮ้ยมันเป็นตีลงจากลีมันเป็นตีชอบปรับลูกไอฮักบ้านที่ตาเป็นนะนี่มันตอนทัดบ้านชูที่มีเรื่องไอลูกเธอผมจะปรับชอบบ้านทุกบ้านลูกจากลีขยับเข้าหายส้มลูกไปตาเล็กๆตัวชอบดอกตื่นขยับเข้าหายส้มลูกไอตัวชอบดอกตื่นชอบขยับเข้ากักชอบดอกตื่นลูกจากลีส้มสักชอบตื่นสั้นลูกจากลีขยับขึ้นไปจิตตาเตะส้มสักชอบไปยัยสเตย์คุยโปรเรื่องนี้สนาให้เป็นไอจะไปทางในต่อเตะไอคือจะไม่ชื่อเรายืนให้ไม่จริงฉันมีเพลงจะปิดนัดในจึงรถโดยบ้านประมาณเท่มาในที่ฉันไม่เรื่องเธอเพื่อฉันไม่ชอบให้เฮ้ยสำหรับนิติศาสตร์80เป็นตุ๊กเปอักขนมกำไร$50เขาตั้ง$150อังตั้ง$100กำไรสาว$200แบบในปิดนัดมือคือเปิดใจปิดนัดมือคืออยากไปทุบช้างบ้านเกิดการประหยัดตื้อบ้านเมื่อไอ้มนุษย์รกชัดដើម្បីជាកម្លាំងចិត្តដើម្បីផលិតវីដេអូនេះសូមជួយ Subscribe មួយមកបាទអូនប្រុសរបស់បងសុទ្ធតែល្អធានាថាចាស់បុរាណសិប្បកម្មទំនើបមានតម្លៃ20យន់ហូបការចិនសក់ខៀវសម័យរាជវង្សមេនតម្លៃ3លានហូបការចិនមួយនេះមានតម្លៃដល់ទៅ3លានតែខ្ញុំត្រូវរើសអត់ប្រមាណដល់ទៅបាច់រកបានអូនប្រុសរបស់បងសុទ្ធតែល្អធានាថាចាស់បុរាណនេះលោកអាចឆ្កែលេងហើយពួកខែបំផុតក្នុងការមើលមនុស្សនិងការតាំងតម្លៃហេថាកែចាំងប៉ូស៊ូឡានេះតម្លៃប្រមាណទៅអូនប្រុសមានផ្លេចល្អមែននេះជាចាំងប៉ូស៊ូឡាសម័យកាំងស៊ីរាជវង្សឈិងជាប្រភេទដែលប្រើនៅក្នុងរាជវាំងវាមានមួយច្រើនទីខ្ញុំបានវាដល់មានខ្សែទើបបានវាមក5000ជាន់តម្លៃចុងក្រោយថាកែរបស់ខ្លាំងសម័យឈិងហ៊ានទៀខ្ញុំ5000ជាន់ឬមកគឺខ្ញុំមិនចេះហ៊ានតម្លៃលោកធ្វើបែបនេះខ្ញុំទៅហើយមើលទៅគេដូចជាយល់ទាំងច្រើនថ្ងៃនេះគ្មានមនុស្សសោះខ្ញុំប្រហែលជាមានតែមនុស្សម្នាក់នេះហើយបងប្រុសអាចឈប់សិននិយាយគ្នាដោយល្អទេអូនហ៊ានឲ្យតម្លៃប្រហែលយើងអាចចរចាគ្នាបានខ្ញុំនិយាយមុនបាទហ៊ានទៀបព្រាបដាស់នោះខ្ញុំនឹងធ្វើឡើងនេះអូនប្រុសមើលទៅក៏ដឹងថាជាអ្នកជំនាញដូច្នេះ100យន់ចុះថ្ងៃនេះទុកលុយឲ្យបងឯងទៅរកស៊ីសិនបាន100យន់ចាត់ទុកថាបងហើយហើយយ៉ាអត់យកវាទៅវត្ថុបុរាណនេះពិតជាបានមកដល់មិនត្រឹមត្រូវទេច្បាស់បានមកពីលើភ្នំឬមកគឺបានពីក្នុងរូបភ្នំថាកែធំនេះគឺប្រឡាក់ដីមិនមែនទើបតែជីកបានពីលើភ្នំទេមែនទេស្អីនឹងនិយាយព្រេងដាក់ស្អីនឹងរបស់ខ្ញុំសុទ្ធតែជាវត្ថុបុរាណចាស់ៗដែលបានមកពីផ្លូវព្រៃមើលទៅមកគេទៅច្បាស់ជាជីកបានមកពីលើភ្នំខ្ញុំមានភ្នែកគឺពិតជាមិនអាចរំលងឱកាសល្អក្នុងការពិនិត្យមើលនោះទេថាកែនិយាយលេងទេសូមឲ្យរកស៊ីមានបានអឺធ្វើខ្ញុំភ័យស្លាប់ហើយស្មានថាត្រូវគេដាក់ហើយតើដើម្បីជាកម្លាំងចិត្តដើម្បីផលិតវីដេអូនេះសូមជួយ Subscribe មួយមកបាទទីនេះទទួលវត្ថុបុរាណដែរទេហាងជួបបៅចៃរបស់យើងជាហាងចាស់ជាង100ឆ្នាំយើងមានទទួលវត្ថុបុរាណពិតៗឯងមកពីណាទៅបញ្ញាទេកុំនៅឲ្យខ្ញុំឃើញនេះគឺជាឈើប្រទ្រីដែលទៅរួមផ្ទះបាញ់មែនទេថែមទាំងដុំធំបែបនេះមើលទៅគុណភាពនេះពិតជាកម្រណាស់គឺសម័យរាជវង្សមីងហូបផ្កាចិនសពណ៌ខៀវបានចាស់មិនស្វាគមន៍ទេខ្ញុំនឹងទៅក្មួយប្រុសអសុំឈប់សិនលោកឈប់សិនមិនមានន័យបែបនេះទេមនុស្សថោកឯងនិយាយជាមួយភ្ញៀវយ៉ាងម៉េចនឹងមិនក៏មិនសិនទៅក្រៅទេបាទខ្ញុំតែហើយអូនប្រុសទៅជាសុំទោសលោកមែនវត្ថុមានតម្លៃទាំងពីរនេះខ្ញុំសុខចិត្តឲ្យតម្លៃពុកបំផុតក្នុងទីផ្សារបានចឹងលោកតាវត្ថុទាំងពីរនេះអាចខ្ញុំប្រមាណដើម្បីជាកម្លាំងចិត្តដើម្បីផលិតវីដេអូនេះសូមជួយ Subscribe មួយមកបាទ